កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយចៅចិត្តហាក់មានអារម្មណ៍ហេងហាងកណ្ដែងកណ្ដោយខ្លោចផ្សាតែម្នាក់ឯងរោគញាតិមិត្តសាច់សាលោហិតក្រាន់ពឹងផ្អែកនឹងគេគ្មានអ្នកត្រូវប្រឈមមុខតស៊ូនឹងសេចក្តីលំបាកគ្រប់យ៉ាងដែលអ្នកមិនធ្លាប់ជួបប្រទះប៉ុន្តែកើតមកជាកូនប្រុសត្រូវតែចេះតស៊ូក្នុងជីវិតសមដូចប្រសាសន៍លោកឪពុកផ្ដាំទុកថាកាលបើអស់អំពីពុកហើយជីវិតរបស់អ្នកដូចសំណាប់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះចៅចិត្តក៏គិតឃើញថាពិភពលោកទាំងមូលនេះធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃតែបែរទៅជាទីតូចចង្អៀតលំបាកពន់ពេកចំពោះខ្លួនដែលកំព្រាម្ដាយឪពុកនិងបងប្អូនញាតិសាលោហិតនឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកអាណាក៏គេឥតត្រូវការសោះព្រោះមនុស្សទីទាល់ក្រលំបាកដូចនេះគេមិនត្រូវការខ្សែគប់រាប់រកឡើយហើយទុកជាសុំការគេធ្វើក៏ឥតមាននរណាជួយសង្គ្រោះរកការងារឲ្យធ្វើបានដែរមាននុកសង្កត់នឹកគិតតែក្នុងចិត្តថាខ្លួនអញអើយកើតមកក្នុងលោកនេះលំបាកអ្វីក៏លំបាកផ្លែជាងគេម្ល៉េះតែថាកើតមកជាអង្គបរោះហើយមិនត្រូវខ្លាចសេចក្តីទុក្ខព្រួយលំបាកទេតោងតែតស៊ូនឹងសេចក្តីទុក្ខព្រួយលំបាកអស់នេះឲ្យឃើញសខ្មៅទៅចុះចៅចិត្តកំពុងតែឈរជញ្ជឹងរំពឹងគិតរកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់នៅចំហៀងខាងមុខផ្ទះក៏ងើបមើលទៅលើឃើញព្រះច័ន្ទអណ្ដែតត្រសែតនៅកណ្ដាលពពកបញ្ចាំងឆ្លុះពន្លឺដ៏ស្រទន់មកលើផែនពោធិធាខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេងឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិភិធារាមយ៉ាងច្បាស់លាស់អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់លុះចៅចិត្តបានឮសូរស័ព្ទព្រះសង្ឃសូត្រធម៌នោះក៏ជាហេតុនាំផ្ដួចឲ្យនឹករលឹកដល់ឪពុកដែលទើបទទួលអនិច្ចកម្មទៅសេចក្តីទុក្ខសោកក៏ចូលមកស្រោបក្នុងបេះដូងអ្នកសាជាថ្មីមាននុកយកដៃជូតទឹកភ្នែកហើយបែរមុខមើលទៅក្នុងបន្ទប់ឃើញមានចង្កៀងភ្លឺផ្លុំទីនោះហើយដែលជាទីឪពុកធ្លាប់មូលថ្នាំស្លឹកសង្កែពិសារាល់ថ្ងៃតែឥឡូវនេះមានតែចៅចិត្តម្នាក់ឯងចៅចិត្តអាណិតខ្លួនណាស់ទឹកនេត្រាក៏ហូរចេញសស្រាក់ដោយឥតដឹងខ្លួនខណៈនោះចៅចិត្តក្រឡេកមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមកទើបចៅចិត្តឡើងឈរស្រែកសួរថាអ្នកណាដើរចូលមកគ្នាឯងទេគឺខ្ញុំណាចិត្តមិនស្ដាប់សំឡេងខ្ញុំមិនបានទេលោកគ្រូពេទ្យសូមអញ្ជើញបាទអញ្ជើញអង្គុយលើកៅអីនេះមកលោកគ្រូអរគុណមិនបាច់គួរសមពេកទេណាមិនទៅសុខសប្បាយទេចៅចិត្តបាទលោកគ្រូចំណែកខាងរាងកាយសុខសប្បាយទេប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុតឥតសប្បាយមួយពេលណាឡើយតាំងពីលោកឪពុកអនិច្ចកម្មទៅវិញ្ញាណខ្ញុំហាក់ងឹតសូនឈឹងពុំគិតអ្វីឡើយចុះសប្តាហ៍ថ្ងៃមានរកការងារអីធ្វើនៅកន្លែងណាហើយនៅបាទទៀននៅទេនៅទីនេះការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទឆ្ងាយណាស់ដែលខ្ញុំបាទបានរៀនសូត្រជាច្រើនមកហើយហាក់ដូចប្រើការបានត្រឹមតែមើលសម្បត្តិស្នាមបន្តិចបន្តួចប៉ុណ្ណោះខ្ញុំអាណិតអាសូរឯងណាស់ចៅចិត្តឯងជាកូនប្រុសត្រូវប្រឈមមុខតស៊ូជាមួយនឹងឧបសគ្គក្នុងលោកជាច្រើនដើម្បីការរស់នៅបងអង្គមើលខ្ញុំគិតបន្តិចទៅមើលក្រែងមានមធ្យោបាយជួយឯងបានខ្លះនឹកឃើញហើយខ្ញុំមានឪពុកមានម្នាក់ជាអ្នកមានចិត្តសប្បុរសមានសម្បត្តិស្ដុកស្ដំគ្រាន់បើមើលទៅបើលោកជួយធុរៈ
មុខជាឯងបានការធ្វើមិនខានតែការងារនេះនឿយហត់បន្តិចតើតែឯងមានការតស៊ូទៅបានអូបាទទៀនខ្ញុំបាទសំនឹងការងារលំបាកគ្រប់យ៉ាងហើយសូមឲ្យតែមានការងារធ្វើនឹងគេទៅចុះទោះបីការងាររែកពុនធ្ងន់ស្រាលយ៉ាងណាក៏ខ្ញុំបាទតស៊ូដែរឯងពិតជាកូនប្រុសមែនដែលទទួលធ្វើការគ្រប់ចម្ពោះបានគំនិតឯងគួរឲ្យសរសើរណាស់ប៉ុន្តែចៅចិត្តការងារដែលឯងត្រូវធ្វើនោះមិនមែននៅទីនេះទេគឺនៅឯបបៃលិនឯណោះនៅបបៃលិនត្រូវហើយចៅចិត្តនៅទីនោះយ៉ាងម៉េចដែរបាទលើគេថាស្រុកនោះចាញ់ណាស់មានតែពួកភូមិកូឡាទេទើបទ្រាំទ្ររកស៊ីទីនោះបានខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹងធាតុអាកាសទឹកដីនៅទីនោះមិនបានទេដឹងចៅចិត្តឯងនិយាយយ៉ាងនេះក៏ត្រូវដែរប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះច្រើនតែជាមនុស្សធ្វេសប្រហែសមិនចេះរក្សាខ្លួនឲ្យផុតពីជំងឺគ្រុនចាញ់ចំណែកឯងក៏ធ្លាប់បានរៀនសូត្រជ្រៅជ្រះគួរសមអាចចេះក្បួនអនាម័យខ្លះល្មមនឹងការពារខ្លួនបានខ្លះដែរតាឯងដឹងត្រាប់ហើយជំងឺគ្រុនចាញ់នេះជាជំពូកជំងឺឆ្លងទោះបីជាតិសាសនាកូឡាភូមិក៏ដោយឲ្យតែខ្វះអនាម័យមុខជាមេរោគនេះរៀបត្បាតឲ្យឈឺចាញ់ដោយតែគ្នាទាំងអស់រឿងកូឡាបៃលិនដែលលោកអ្នកនាងនិងប្រិមិត្តទៅបានស្ដាប់កំសាន្តនៅពេលនេះសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមលោកអ្នកនាងរងចាំស្ដាប់ភាគបន្តដែលវិទ្យុយើងនឹងយកមកផ្សាយជូននៅកម្មវិធីលើក្រោយទៀតសូមអរគុណសូមអញ្ជើញលោកអ្នកនាងស្ដាប់កំសាន្តភាគបន្តនៃរឿងកូឡាបៃលិនដូចតទៅឯងដឹងត្រាប់ហើយជំងឺគ្រុនចាញ់នេះជាជំពូកជំងឺឆ្លងទោះបីជាតិសាសនាកូឡាភូមិក៏ដោយឲ្យតែខ្វះអនាម័យមុខជាមេរោគនេះរៀបត្បាតឲ្យឈឺចាញ់ដោយតែគ្នាទាំងអស់តែបើយើងចេះប្រយ័ត្នប្រយែងមានអនាម័យក្នុងការហូបចុកការពារមុខដែលជាកត្តាចម្លងមេរោគនោះមេរោគគ្រុនចាញ់ពិតជាមិនអាចចូលក្នុងខ្លួនយើងបានឡើយជាខ្ញុំចុះបាទលោកគ្រូឯឪពុកមាខ្ញុំនោះពីដើមធ្លាប់ធ្វើជាមន្ត្រីខ្ញុំរាជការមានងារជាលួងរតនសម្បត្តិសពថ្ងៃអាយុលោក50ប្លាយទៅហើយលោកជាមនុស្សមានអធ្យាស្រ័យល្អពួកកូឡាភូមិនៅទីនោះស្រឡាញ់រាប់អានលោកណាស់កាលពី2-3អាទិត្យមុននេះលោកបានផ្ញើសម្បត្តិមួយច្បាប់មកឲ្យខ្ញុំជួយរើសរកមនុស្សទុកចិត្តម្នាក់ទៅធ្វើការឲ្យលោកចំពោះចៅចិត្តឯងខ្ញុំទុកចិត្តណាស់ត្បិតការងារជីត្បូងនេះគេត្រូវរកមនុស្សសុចរិតស្មោះត្រង់ដូចជាឯងនេះណាខ្ញុំបាទចេះតែគិតបារម្ភថាការងារនេះជាការងារថ្មីថ្មោងក្នុងជីវិតខ្ញុំបាទក្រែងមិនបាច់ក្រែងឡាយអីទេការងារទាំងឡាយបើយើងមិនទាន់បានចូលប្រឡូកទេក៏យើងមិនអាចដឹងបានថាការងារនោះពិបាកឬក៏សំណុកយ៉ាងណាដែរដូច្នេះតើតែយើងចូលប្រឡូកសិនទើបអាចដឹងបានសប្តាហ៍ថ្ងៃចៅចិត្តឯងក៏នៅទំនេរមិនទាន់មានការងារធ្វើនៅឡើយដែរមែនទេបាទឯងគួរតែសាកល្បងមើលបើថាយល់ព្រមខ្ញុំនឹងបញ្ជូនឯងនៅក្នុងពេលឆាប់ៗនេះសង្ឃឹមថាឯងនឹងខិតខំបំពេញការងារបានល្អជាទីពេញចិត្តរបស់ឪពុកមាខ្ញុំមិនខានបាទខ្ញុំបាទសូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូពេទ្យដែលបានយកចិត្តទុកដាក់ទំនុកបំរុងជួយខ្ញុំបាទយ៉ាងនេះខ្ញុំបាទមិនដឹងជាមានពាក្យអ្វីមកនិយាយឲ្យស្មើនឹងទំហំនៃអំពើល្អរបស់លោកគ្រូបានទេគ្មានគុណស្រ័យទេចៅចិត្តឲ្យតែឯងយល់ព្រមទទួលការនេះទៅនោះជាការប្រសើរណាស់ទៅហើយតែចាំខ្ញុំសរសេរសម្បត្តិមួយច្បាប់
ឲ្យឯងកាន់យកទៅលោកនីលួងរតនសម្បត្តិពិតជាទទួលឯងហើយ បាទខ្ញុំបាទអរគុណលោកគ្រូពេទ្យណាស់ លោកចៅចិត្តបានទទួលសម្បត្តិគ្រូពេទ្យហើយអ្នកក៏រៀបចំខោអាវដាក់វ៉ាលីផ្ដៅនិងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយក៏ប្រះដេកសម្រាកដោយសេចក្តីត្រេកអរដល់លើសលប់ក្នុងយប់នោះស្ទើរតែដេកមិនលក់ទល់ភ្លឺដល់ម៉ោង 5 ជិតភ្លឺនាឡិកាឯផ្សារវិលវាយលឺសូរមើងយ៉ាងច្បាស់រហូតដល់ផ្ទះចៅចិត្តចៅចិត្តក្រោកឡើងលុបលាងមុខមាត់រួចក៏ស្លៀកពាក់យួរវ៉ាលីចុះពីផ្ទះតម្រង់ទៅឡើងរថយន្តដែលដើរផ្លូវបាត់ដំបងបោះប៉ៃលិនចៅចិត្តទិញសម្បត្តិថ្លៃកន្លែងរួចស្រេចហើយក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅវេលាម៉ោង 6:15 នាទីរថយន្តក៏បើកចេញសម្ដៅទៅទិសខាងត្បូងដល់ទៅផ្សារភាស៊ីស្រាក៏បត់ត្រង់ទៅខាងលិចតាមផ្លូវបោះប៉ៃលិនចៅចិត្តអង្គុយមើលភូមិស្រុកទេសងខាងមាគ៌ានោះមុខគួរឲ្យស្រងេះស្រងោចអណ្ដែតអណ្ដូងក្នុងចិត្តជាចម្លែកណាស់នឹកដល់ឪពុកដែលទើបអនិច្ចកម្មទៅថ្មីកាលណាទឹកភ្នែកក៏ជួជន់ចេញមកតែអ្នកខំទប់មិនឲ្យទឹកភ្នែកស្រក់ចុះបានឯផ្លូវដែលឡើងទៅស្រុកបោះប៉ៃលិនមិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែនតែជាផ្លូវលំបាកបន្តិចត្បិតត្រូវបររថយន្តឡើងកាត់ភ្នំនិងសរសៀរតាមជើងភ្នំខ្ពស់ឡើងហើយតោងបោះបត់បានដរាបដល់ស្រុកបោះប៉ៃលិនទុកជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនសូវរហ័សដោយផ្លូវរៀបទេចៅចិត្តក្រឡេកមើលទេសភាពសងខាងផ្លូវសឹងដេកដាស់ទៅដោយស្រែចម្ការច្បាប់ដំណាំនិងភូមិស្រុកដោយអន្លើឃ្លាតឆ្ងាយដាច់ពីគ្នាលុះចិត្តទៅដល់បោះប៉ៃលិនក៏ឃើញតែព្រៃព្រឹក្សាលតាវរនិងភ្នំតូចធំច្រើនអណែកព្រមទាំងសពបាក់សាបាក់សីនិងសត្វចតុបាទក៏មានកកកច្រើននៅតាមព្រៃព្រឹក្សាអស់នោះចៅចិត្តបានឃើញសពសត្វអស់នោះក៏កើតមានចិត្តសង្វេគនឹករលឹកដល់ឪពុកកាន់តែខ្លាំងឡើងស្ទើរតែទប់ទឹកភ្នែកពុំបានរថយន្តបោបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើរហូតដល់ម៉ោង 11 ថ្ងៃត្រង់ទើបបានទៅដល់ទីផ្សារបោះប៉ៃលិនដោយស្រួល